ពេលណាដែលខ្ញុំឃើញ friend នៅក្នុង Facebook របស់ខ្ញុំទោះបីខ្ញុំស្គាល់គាត់ឬមួយក៏អត់ស្គាល់ក៏ដោយឲ្យតែឃើញពួកគាត់បោះទៅលេងស្រុកខ្មែរគឺដឹងតែខ្ញុំមានអារម្មណ៍ថារំភើបជាងអ្នកទៅទៀតទាំងដែលខ្លួនឯងនឹងអត់ទាន់ដឹងថាឆ្នាំណាថ្ងៃណាខែណាបានទៅលេងដូចគេទេអារម្មណ៍ចេះតែនឹកឃើញសម័យថាបើសិនជារូបភាពនឹងជាខ្ញុំបានទៅលេងវិញខ្ញុំមិនដឹងរំភើបបែបណាមិនទៅមិនមែនថាអត់លុយទិញសម្បត្តិយន្តហោះទៅលេងស្រុកខ្មែរយើងអីទេតែអ្វីដែលសំខាន់ជាចម្បងនោះគឺយើងមិនមែនធ្វើការឲ្យគេទៅពេលដែលយើងធ្វើជាម្ចាស់ការខ្លួនឯងយើងបើកហាងរកស៊ីអីមួយអញ្ចឹងពេលយើងទៅណាមកណាគឺពិបាកមែនតើបងប្អូនហើយយើងអត់អាចចេះតែចោលកន្លែងការងាររបស់យើងបានទេជាពិសេសនៅពេលដែលយើងបើកហាងរកស៊ីលក់ចំណីអាហារអញ្ចឹងគឺរត់តែពិបាកណាមួយអ្នកតែខ្ញុំគាត់ធ្វើការជាលក្ខណៈគ្រួសារអញ្ចឹងគឺយើងអត់អាចប៉ងណាគេបានអញ្ចឹងយើងចេះតខ្លាចដាច់ម៉ួយឬមួយក៏កតាអីផ្សេងច្រើនទៀតអញ្ចឹងហើយបញ្ចេះគិតថាគង់មានថ្ងៃណាមួយដល់ពេលវេលាខ្ញុំនឹងបានទៅដូចគេបើយើងធ្វើការនៅកន្លែងក្រុមហ៊ុនគឺយើងអាចមានពេលវេលាទៅដើរលេងបានជាលក្ខណៈគ្រួសារទាំងអស់គ្នាក៏បានដែរតែបើគ្រួសារខ្ញុំវិញគឺធ្វើការលក្ខណៈបើកហាងរកស៊ីចឹងទៅទាំងអ្នកផ្ទះខ្ញុំទាំងអស់គឺបាត់ម្នាក់គឺអត់បានទេអញ្ចឹងគឺអត់អាចទៅណាបានក្រៅពីនៅក្នុងរដ្ឋប្រទេសអាមេរិកនឹងទៅដើរលេងបានពី3ថ្ងៃអីតែប៉ុណ្ណឹងតែបើថាទៅជាកន្លះខែទៅលេងស្រុកខ្មែរអីហ្មងគឺរៀងពិបាកបន្តិចអញ្ចឹងមិនថាដកឃ្លាមួយរយៈសិនប្រហែលជារងចាំមើលទៅខាងមុខទៀតពេលណាដែលពួកខ្ញុំមានពេលវេលានឹងដោះស្រាយបានទៅខ្មែរដោយសារតែមិនថាមិត្តភ័ក្តិខ្ញុំបងប្អូនអ្នកតែគឺគាត់តែងតែសួរថាពេលណាមកលេងខ្មែរដោយសារតែកូនខ្ញុំតាំងពីកើតមកគឺគាត់អត់ទាន់បានទៅលេងខ្មែរទេហើយអាណាគឺគាត់មានយាយទួតតាទួតដល់ពេលអញ្ចឹងគាត់នឹកចៅគឺគាត់ចង់ឃើញមុខចៅនៅពេលទួតអញ្ចឹងណាពេលដល់រដូវកាលបុណ្យទាននៅខ្មែរមិនថាចូលឆ្នាំខ្មែរប្រជុំឬមួយក៏បុណ្យទានអីផ្សេងគឺខ្ញុំអារម្មណ៍នឹកផ្ទះខ្លាំងមែនតែនដោយសារតែខ្ញុំឃើញអ្នកផ្ទះខ្ញុំគឺគាត់សប្បាយជួបជុំគ្នាហើយខ្ញុំនេះនៅរៀងឆ្ងាយពីពួកគាត់អារម្មណ៍មួយគឺថាខ្ញុំនឹកផ្ទះម្ដងពីមុនខ្ញុំមានទឹកភ្នែកប៉ុន្តែឥឡូវគាត់នឹកឃើញអួរដើមកទៅប៉ុណ្ណឹងអារម្មណ៍ពេលដែលចង់ទៅខ្មែរភ្លាមនឹងខ្ញុំតែងតែអង្គុយគិតថាពេលយើងទៅត្រូវមានអីគេខ្លះនៅជាប់នេះព្រោះដោយសារខ្ញុំចង់ទៅលេងខ្មែរគឺឲ្យសប្បាយចិត្តហ្មងអញ្ចឹងដោយសារតើកូនខ្ញុំនៅទូចអញ្ចឹងបើយើងទៅនៅពេលទូចពេកខ្លាចគាត់ឈឺខ្លាចគាត់ពិបាកនៅក្នុងខ្លួនអញ្ចឹងយើងក៏ទៅលេងណាក៏អត់បានដែរត្រូវមើលថែគាត់ហើយណាមួយខ្ញុំទៅខ្មែរគឺចង់ឲ្យកូនខ្ញុំចងចាំនៅអនុស្សាវរីយ៍នៅពេលដែលទៅលេងបងប្អូនឬមួយក៏យើងនិយាយទៅគាត់ស្ដាប់គ្នាបានអញ្ចឹងតែដល់ពេលយើងទៅទូចពេកព្រោះគាត់និយាយស្ដាប់គ្នាអត់បានហើយឈឺទៀតដល់ពេលអញ្ចឹងខ្ញុំស្មានចិត្តថាចាំពេលគាត់ធំហើយណាមួយការងាររៀងស្បាយចាំយើងទៅដើរលេងសប្បាយចិត្តអត់មានទុកកង្វល់អីនៅខាងប្រទេសអញ្ចឹងណាដល់ពេលហើយគឺខ្ញុំព្យាយាមគិតថាតាមពេលយូរឆ្នាំ2ឆ្នាំអីទៀតទៅមិនអីទេបើសិនជាបងប្អូនណាដែលគាត់មានវិធីសាស្ត្រកុំឲ្យនៅនឹកផ្ទះខ្លាំងពេកជួយប្រាប់ខ្ញុំផង